ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកមើលការសារជាថ្មីបងប្អូនទាំងអស់គ្នាចាថ្ងៃនេះមានសារមួយសម្រាប់អ្នកទាំងអស់គ្នារវាងស្នេហានិងការងាររបស់អ្នកទាំងអស់គ្នាសារនេះចង់ប្រាប់ថាអ្នកទាំងអស់គ្នានឹងមានស្នេហាមួយឲ្យអ្នកជ្រើសរើសសម្រាប់អ្នកជ្រើសរើសរវាងស្នេហាដែលធ្វើឲ្យអ្នកជ្រើសរើសឲ្យច្បាស់លាស់ក្នុងការគិតពិចារណាប្រើអារម្មណ៍និងវិញ្ញាណឲ្យបានច្បាស់លាស់កុំឲ្យការអំពើល្អឬការនិយាយស្ដីរបស់គេនឹងធ្វើឲ្យយើងទុនចិត្តទទួលយកគេចឹងណាអញ្ចឹងយើងត្រូវជ្រើសរើសយកស្នេហាដែលធ្វើឲ្យយើងមានអារម្មណ៍សុវត្ថិភាពមានអារម្មណ៍រីករាយមានអារម្មណ៍សប្បាយចិត្តពីព្រោះស្នេហារបស់អ្នកគឺចូលមកមួយគឺជាស្នេហាធ្វើឲ្យអ្នកធ្លាប់ពិបាកនឹងជាអារម្មណ៍ពិបាកហើយអារម្មណ៍ស្មុគស្មាញច្រើនសង្ស័យច្រើនអីចឹងណាបងប្អូនទាំងគ្នាតែដល់ពេលហើយស្នេហាថ្មីរបស់អ្នកទាំងគ្នានឹងចូលមកជាមួយស្នេហាដែលធ្វើឲ្យអ្នកទាំងគ្នាមានសេចក្តីសុខហើយមានចិត្តស្រស់ស្រាយជាងមុនណាហើយសម្រាប់ការងាររបស់អ្នកទាំងអស់គ្នាគឺចង់ប្រាប់ថាអ្នកទាំងអស់គ្នាគួរតែទម្លាក់ចោលរឿងខ្លះគុំដាក់សម្ពាធឲ្យខ្លួនឯងច្រើនពេកគឺរឿងណាប្រឡែងចោលបានអ្នកទាំងអស់គ្នាគួរតែប្រឡែងចោលទៅហើយនឹងមានឱកាសថ្មីមួយចូលក្នុងជីវិតរបស់អ្នកទាំងអស់គ្នាបងប្អូនហើយនឹងមានការផ្លាស់ប្ដូរថ្មីមួយចូលមកក្នុងជីវិតរបស់អ្នកទាំងអស់គ្នាមិនថាឱកាសឬគំនិតថ្មីការចាប់ផ្ដើមថ្មីឬឱកាសថ្មីនឹងចូលក្នុងជីវិតរបស់អ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាគួរតែបំភ្លេចនៅរឿងអតីតកាលចេញពីជីវិតរបស់អ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នានឹងទទួលបាននៅធម៌ពលវិជ្ជមានធម៌ពលផ្លាស់ប្ដូរថ្មីមួយធ្វើឲ្យជីវិតរបស់អ្នកទាំងអស់គ្នាពោពេញដោយសេចក្តីសុខរីករាយតាមអ្វីដែលអ្នកទាំងអស់គ្នាចង់បានអញ្ចឹងណាបងប្អូនទាំងគ្នាអញ្ចឹងធម៌ពលនេះបញ្ជាក់ថាអ្នកទាំងអស់គ្នាត្រូវតែលះបង់នៅអ្វីចាស់ចេញសិន